បងប្អូនសាកទាយឡើងមើលចាប់ផ្ដើមពីទ្របពុតលំញងមានផ្លែហើយបាញ់ឡើងទៅលើចន្លោះទ្របពុតលំញងមានផ្កាជាកញ្ចុំស្លឹកដូចបងប្អូនឃើញហើយអាចទាយសាកឡើងមើលជាស្អីបើទាយត្រូវពេលផ្លែនឹងធំទុំហូបបានអាចផ្ញើតាមរយៈYouTube ឬ Facebook មើលទេសនាទីអ្នកនរគ្នាសូមអរគុណមួយទៀតដើមទ្របពុតលំញងដូចគ្នាហើយក្បែរគុំឫស្សីមើលឫស្សីសិនបាទឫស្សីលយណាស់ទូចសូមលោកមកយកមកដាំឥឡូវចេញទៅជាគុំធំហើយដើមក៏ធំបែកមេសាខាមិនចាញ់ដើមដូចចិត្តនេះទេដើមនេះក៏ធំដែរបងប្អូនទាយទៅអូលយណាស់នេះទាយបងប្អូនទាយផ្កាច្រើនណាស់ណាខ្ញុំ zoom in ឲ្យមើលដើម្បីឃើញអត់គ្នាអូខេទាយត្រូវមានផលសំណាងពីព្រោះឲ្យបងប្អូនពូកែដឹងរុក្ខជាតិខ្មែរយើងតែនៅលើទឹកដីសហរដ្ឋអាមេរិកកម្រមានអ្នកមានដីដាំបើមានក៏គេមិនចូលចិត្តដាំដោយសារអីគេគិតថាអស់ទឹកដីច្រើនពេកមិនអាចទៅទងនឹងការលូតលាស់របស់ដើមនេះទេអូខេបងប្អូនទេសនាការច្រើនណាស់ហើយជាខ្ទង់មួយខែទៅបែបខ្លាយច្រើនទេតែមើលទៅប្រហែលជាឆ្ងាញ់មករបស់ពួកសត្វចាបហើយនឹងសត្វសេកវានឹងមកកំសាន្តទីនេះហើយមើលទៅវាកម្រមានដើមឈើប្រភេទនេះជាប្រភេទដើមឈើខ្មែរហើយដាំនៅក្នុងសហរដ្ឋអាមេរិកអូខេបងប្អូនសុខសប្បាយមកដើមទេឥឡូវដល់លុបរបស់បានដើមធំខ្ញុំថតជឿទេសនាមើលហើយនឹងមាន post នៅក្នុង account Channel Pani Rod Facebook គាត់និង YouTube បងប្អូនអាចទស្សនាបានដើមធំណាស់អ្នកណាក៏ខ្លាចដែរឃើញការលូតលាស់របស់ដើមឫស្សីនេះសូម្បីតែចិត្តខាងក៏កោតសរសើរមិនដាច់ពីមាត់ធំណាស់បងប្អូនឫស្សីនេះនៅពេលដែលធំអស់កំណត់ទំហំប៉ុណ្ណាខ្ញុំនឹងថតជូនបងប្អូនម្ដងទៀតហើយនឹងចាប់ដើមធ្វើការប្រើប្រាស់ឫស្សីនេះជាផលប្រយោជន៍ដើមធំមែនចា៎នេះធំណាស់ឫស្សីនេះទូទេប៉ុន្តែដល់ពេលដាក់នៅក្នុងទីធ្លាដីផ្ទះខ្ញុំវាកើតជាដើមធំជាតែម្ដងអូខេទេសនាហើយថតបង្ហាញមើលទៀតដើមនេះជ្រុងនេះអត់ទាន់ឃើញផ្កាទេជាដើមតែមួយទេហើយឥឡូវងាកមកមើលដើមនេះខ្មែរយើងកំប្លែងទេគេហៅ Magnolia ជាភាសាអង់គ្លេស Magnolia ហើយខ្មែរយើងបកកែប្រៀបធៀបណាស់ឲ្យតែចេញក្បាច់ណាដែលក្បែរសំនៀងខ្មែរគឺដាក់បាច់អូខេហើយទៅខាងនោះគឺដើមឈើមួយប្រភេទដែលពួកសត្វសេកគេមកនាំគ្នាចឹកជាចំណីឆៃយ៉ាងសបាយអើងកងនៅពីមុខផ្ទះខ្ញុំហើយដើម Magnolia ម្ដងទៀតខ្មែរយើងនាំគ្នានិយមហៅលេងសើចថា Magnolia អូខេដើមធំណាស់នៅមុខផ្ទះខ្ញុំហ្នឹងឃើញណាអូខេដល់ឃើញឡាននេះខ្ញុំថតប្រចាំងទៅហ្នឹងឃើញមានមុខខ្មែរនឹងគឺជាឡានរបស់ខ្ញុំហើយហ្នឹងអូខេមកបើខាងនេះវិញតាមដដែលនឹងឯង
ហើយនេះមានផ្កាអត់ទេអត់ឃើញទេមានជុំផ្កាខាងនោះហើយដើមឫស្សីនិងដើមដែលខ្ញុំបង្ហាញមិញហ្នឹងគឺកំពុងតែតាក់ទងគ្នាគេសហការគ្នាដើម្បីការពារព្រំប្រទល់ដីផងការពារទឹកដីដែលនាំគ្នាក្រេបជញ្ជក់យកអុកស៊ីហ្សែនដើម្បីរស់ទាំងអស់គ្នាដល់ណាបងប្អូននេះជាផ្ទះរបស់ខ្ញុំហើយអូខេណាមើលទៀតមិត្តភក្តិកន្លែងសេចក្ដីគេឲ្យដើមទី2ហើយអ្នកដាំហ្នឹងគឺសេរីម្នាក់នៅទីក្រុងឡុងឌីគាត់មកដាំនៅហ្នឹងហើយគាត់ផុសទៅលើទៀតគាត់អាសាផុសម្ហូបអាហារដំណាំនេះទៀបមិនមែនទៀបស្វិតទេទៀបបារាំងហើយមានច្រើនណាស់ឥឡូវចូលឲ្យនាំមកឃើញអស់មុនដំបូងថាតាមតិចទេតែបងប្អូនឃើញនេះផើងហើយនេះគឺជាដំណាំដាំក្នុងផើងជាប្រភេទបងប្អូនស្គាល់អ្នកស្រុកខ្មែរស្គាល់ច្បាស់តែចម្លែកអ្នកក្នុងក្រុងប្រហែលជាមិនស្គាល់ទេគឺជាដើមជីឃើញណាពូជដំបូងយកពីស្រុកខ្មែរមកតាមជើងជើងហោះមានច្រើនកន្លែងណាឃើញទេបងឃើញទេតាមហើយមានដើមរបៀបប្រភេទដូងដាំក្នុងផ្ទះនេះជាដើមណាខ្ញុំចង់ឲ្យមើលកន្លែងមួយលយនេះទៀបនេះឃើញទេសិតចងខ្សែប្រយុទ្ធយងដើម្បីការពារលើស្អាតណាស់មែនទេបងប្អូនឃើញទេតាមទៀបយើងខ្ពស់តិចហើយប៉ុន្តែគ្រាន់ដើមនេះទុយដោយសារគ្នាមិនសូវមានកម្លាំងកំហែងទេប៉ុន្តែហាក់បីដូចជាអបអរសាទរក្នុងជីវិតថ្មីរបស់គ្នាឥឡូវចងស្អាតហើយគេកន្លែងណាក៏ទ្របកន្លែងណាក៏លុយដែរទ្របនេះឆ្លងប្រទេសឆ្លងរដ្ឋមួយទៅរដ្ឋមួយបងប្អូនលក់រាប់ពាន់ដុល្លារទ្របពលរដ្ឋមិនមែនដូចស្រុកខ្មែរថោកទេទ្របនេះបេះមកផោនលក់ធម្មតាតែលក់ឲ្យគេបោះដុំ$6ហើយគេឥឡូវផ្កាទ្របនេះគឺខូបប្រាំងខូបភាសាបងប្អូនហើយមានស្លឹកកន្ទ្រោកអង់គ្លេសថា curry leaf ហើយ zoom in សិនដើម្បីបងប្អូនឃើញឆ្លៃទៅមើលមិនច្បាស់នេះគឺជាស្លឹកកន្ទ្រោកដើមឈើនោះដាំប្រហែលជាយូរឆ្នាំមកហើយដែរហើយមានសោភ័ណភាពល្អគួរស្រឡះហើយមានផ្កាទៀតណាបងប្អូនឃើញផ្កាឯងបាទផ្កាលយមែនតើអូឡយហើយមិនត្រឹមតែប៉ុណ្ណោះទេផ្ទះខ្ញុំមានគ្រប់មុខបងមានផ្កាគ្រប់ប្រភេទមានដំណាំហូបផ្លែលក់បានលុយកើតលុយជារៀងរាល់ឆ្នាំមានខូបប្រាំងខូបភាសាមានដើមកន្ទឹមទៅប៉ុណ្ណេះទេហើយដើមមួយទៀតដែលជាប្រភេទបេះស្លឹកនិងផ្លែយកធ្វើជាអាហារបងប្អូនអាចស្គាល់ហើយទៅប៉ុណ្ណេះនៅពូជធំជាងគេបងប្អូននៅខាងក្រោយហើយខ្ញុំឲ្យមើលទៅប៉ុណ្ណេះសិនឃើញទេនេះសម្រាប់ធ្វើម្ហូបអាហារខ្មែរហើយនេះមួយផោន$60បងប្អូនមិនធម្មតាលេងទេហើយនេះទៅមួយទៀតឥឡូវប្រហែល100ហើយនោះអ្នកលក់ត្រាប់ហើយនេះឡានរបស់គាត់នៅខាងមុខនេះឯងអូខេឥឡូវមើលទៅណាទៀតចេះមើលកន្ទឹមអ្នកចិត្តខាងគេបានផ្លែផ្ទះនឹងដាំតែគេអត់ញ៉ាំគេទុកបេះឲ្យខ្ញុំរាល់ឆ្នាំគេទៅរបស់គេដើមធំហើយបានផ្លែឆ្ងាញ់គេបែរខ្ញុំហូបរាល់ឆ្នាំចិត្តបានណាទាំងប្តីបងប្អូនអត់ចេះហូបដូចគ្នាលើកន្លែងហ្នឹងបងប្អូន alright មើលទៅកន្លែងផ្សេងទៀតថ្ងៃថតដើមឈើនេះដើមផ្កាណាបងប្អូនហើយមិនទាន់ចេញផ្កាមើលនេះហើយនេះដើមបាសបងប្អូនដើមបាសសម្រាប់អ្នកណាកើតទំនោរផ្អែមអីខ្ញុំឃើញគេផ្សាយទេគេថាយកអាដើមបាសនេះធំចាស់ហ្នឹងយកមកហាលលាងទឹកហាលថ្ងៃទៅឲ្យដាំដូចញ៉ាំតែអញ្ចឹង
ឥឡូវនេះខ្ញុំបានដាំជាបន្តហើយពូជបាសនេះមិនបានទេមិនចាញ់រសេះទេពាត់អស់ដើមត្រាប់ដើមអីវាជិះជាន់គេហើយគ្នាវាទាញគេឲ្យវាចអស់គ្នាហ្នឹងណាដើមបាសហ្នឹងមិនធម្មតាទេ alright ខ្ញុំនិយាយបានមួយចំនួនហើយបងប្អូនបានដឹងហើយឥឡូវមើលដើមទៀតដល់បងប្អូនឃើញអានេះគឺជាដើមសកានេះត្រឡប់មកវិញទៅមើលបឺតិចចុងក្តើមភាសាក៏ជាតិកំណើតរុងរឿងនៃចិត្តធម្មជាតិបងកើដើមត្រាប់នេះដើមបាសខ្ញុំធំហ្នឹងឬវាណាបាទហើយចាបសម្បូរចាបHummingbird ក៏មានអាចារ្យទឹកថប់ដល់នេះដើមរបស់ខ្ញុំដើមបឺយើងហៅថាដើមបឺសុខខ្មែរយើងណាបែកមិនធំខ្លាយច្រើនណាស់បងប្អូនអើយមិនចេះតិចទេហើយដើមបឺនេះទិញផ្ទះនោះមកគឺមានដើមបឺមកជាមួយហើយជាអនុស្សាវរីយ៍ទាំងគ្នាដើមបឺនេះជួយថែរក្សាខ្មែរយើងចូលចិត្តនិយមស្រឡាញ់រុក្ខជាតិណាបឺដើមបឺនេះខ្មែរយើងហៅបឺនេះណាបងប្អូនបើក្នុងស្រុកគេហៅថា avocado ពី avocado គឺជាឈ្មោះរបស់ដើមបឺដែលខ្មែរយើងនិយមហៅដើមបឺនេះឥឡូវខ្ញុំបង្ហាញនេះត្រួយបឺនេះគឺត្រួយ avocado នេះគឺគេអាចយកទៅញ៉ាំជាបន្លែឬលក់ជំនួសឲ្យសាឡាត់ក៏បានដែរសឹកគ្រូក៏បានដែរគឺញ៉ាំជាមួយបាញ់ឆាវអូខេណាបងប្អូននេះហើយខ្ញុំពន្យាឃើញស្ដាប់មួយសូមអ៊ីនសិនបងប្អូនឃើញទេយ៉ាអាលងស្អាតរបស់គេដែរណាឃើញទេអូខេ alright ខ្ញុំសូមបញ្ចប់ត្រឹមដើមបឺនេះចាំបងប្អូនរស់ប្រាថ្នាសុខសោម